អ្វីទៅគឺជា digital detox ហើយថាតើសញ្ញាអ្វីខ្លះដែលប្រាប់បងប្អូនថាបងប្អូនត្រូវដល់ពេលគួរតែធ្វើ digital detox នឹងហើយអូខេបងប្អូនទាំងអស់គ្នាចឹងនៅក្នុងវីដេអូនេះដែរបងប្អូននឹងដឹងគ្រប់យ៉ាងអំពីថាអ្វីទៅជា digital detox ហើយបងប្អូននឹងមកដឹងពីវិធីនៅក្នុងការធ្វើ digital detox នេះផងដែរអញ្ចឹង digital detox ហ្នឹងគឺដូចឈ្មោះវាអញ្ចឹងបងប្អូនគឺជា digital គឺតាក់ទងជាមួយនឹងទូរស័ព្ទឬក៏ឧបករណ៍អេឡិចត្រូនិកផ្សេងៗដែលបងប្អូនប្រើដើម្បីទំនាក់ទំនងទៅរឿង platform ដូចជាបណ្ដាញសង្គមអីផ្សេងៗជាដើមហ្នឹងហើយមួយទៀតនោះគឺ detox គឺ detoxification មានន័យថាដកចេញនៅការបំពុលអញ្ចឹងមានន័យថាបងប្អូនផ្ដាច់ខ្លួនពីការប្រើនៅពពួកគ្រឿងអេឡិចត្រូនិកឧបករណ៍ផ្សេងៗដែលតាក់ទងទៅរឿង digital អីទាំងអស់ហ្នឹងមួយរយៈពេលណាមួយនោះដើម្បីដកនៅការដែលវាមានឥទ្ធិពលបំពុលមកលើផ្នែកស្មារតីរបស់យើងអញ្ចឹងណាបងប្អូនអូខេអញ្ចឹងគឺថាសញ្ញាដែលបងប្អូនដល់ពេលត្រូវធ្វើ digital detox ហ្នឹងហើយមានដូចជាអីគេខ្លះអញ្ចឹងសញ្ញាទី1នោះគឺបងប្អូនមានអារម្មណ៍ stress ភ័យជាពិសេសក្រោយពេលដែលចូលទៅ check នៅពពួកបណ្ដាញសង្គមហើយហ្នឹងហើយមួយទៀតគឺបងប្អូនអាចនឹងមានអារម្មណ៍ជាតែចង់ check អាហ្នឹងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតរហូតមើល like comment អីចឹងជាដើមហើយចេះតែចង់រកទូរស័ព្ទ check ទៅ check មកហើយសញ្ញាមួយទៀតហ្នឹងគឺបងប្អូននៅដល់យប់ច្រើនហ្នឹងដើម្បីតែបើកមើលពពួកអស់ហ្នឹងអត់ដេកអត់អីបានស្រួលបួលទេហើយសញ្ញាមួយទៀតនោះគឺថាបងប្អូនពិបាកនៅក្នុងការបដោតទៅលើការងារណាមួយដោយអត់ check ពួកហ្នឹងហើយមានថាបងប្អូនធ្វើការចេះតែនឹកឃើញ check វាទៀតអញ្ចឹងសញ្ញាទាំងអស់នេះមានន័យថាបងប្អូនត្រូវចាប់ផ្ដើមធ្វើ digital detox ហើយដើម្បីឲ្យស្មារតីខួរក្បាលរបស់យើងនឹងវាដំណើរការមកល្អអត់សូវញៀនជក់ទៅនឹងប្រព័ន្ធ digital នឹងខ្លាំងពេកអញ្ចឹងមុននឹងបងប្អូនចូលមកមើលថាតើគួរធ្វើ digital detox នឹងដោយរបៀបណាគឺបងប្អូនត្រូវដឹងពីអត្ថប្រយោជន៍នៃការធ្វើ digital detox នឹងទីមួយនោះគឺវានឹងជួយកាត់បន្ថយ stress ដល់បងប្អូនកាត់បន្ថយនៅអារម្មណ៍ភ័យខ្លាចនឹងហើយមួយទៀតគឺវាធ្វើឲ្យបងប្អូនមានអារម្មណ៍ positive ជាមួយជីវិតច្រើនក៏ដូចជាការដែលបងប្អូនអាចមានពេលទៅចំណាយពេលវេលាជាមួយមិត្តភ័ក្តិឬក៏គ្រួសារបងប្អូនអីពិតប្រាកដ connection ដែលពិតប្រាកដវិញហើយការដែលធ្វើ digital detox ហ្នឹងវានឹងជួយរក្សានៅតុល្យភាពរវាង work ហើយ life balance របស់បងប្អូនផងដែរនិងចុងក្រោយគឺវាកាត់បន្ថយនៅ FOMO នេះគឺមានន័យថា fear of missing out មានន័យថាយើងអត់ខ្លាចនៅក្នុងការបាត់ព័ត៌មានណាមួយនៅតាមពពួក digital world ហ្នឹងទេអញ្ចឹងធ្វើម៉េចដើម្បីអាចអនុវត្ត digital detox នេះបានចឹងអ្នកខ្លះគឺគាត់ផ្ដាច់រយៈពេលណាមួយអាចថាមួយអាទិត្យដោយមិនប្រើឧបករណ៍ digital ដូចជាទូរស័ព្ទអីហ្នឹងតែម្ដងតែខ្លះទៀតគឺយើងអាចធ្វើចឹងបានដោយសារតែយើងមានការងារជាប់ជាមួយនឹងឧបករណ៍ទាំងអស់ហ្នឹងអញ្ចឹងបងប្អូនចង់ប្រាប់ថាវាអាចមានវិធីច្រើននៅក្នុងការធ្វើវាផ្អែកទៅតាមតម្រូវការជាក់ស្ដែងប្រចាំថ្ងៃរបស់បងប្អូនទីមួយគឺ be realistic បងប្អូនត្រូវតែមើលថាតើវិធីណាដែលអាចសម្របត្រូវទៅនឹងស្ថានភាពពិតប្រាកដជាក់ស្ដែងរបស់បងប្អូនជាអ្នកខ្លះគឺគាត់អាចផ្ដាច់ពីឧបករណ៍ digital នឹងតែម្ដងដូចជាទូរស័ព្ទអីហ្នឹងក៏អត់ប៉ះហ្មងក៏បានដែរប៉ុន្តែអ្នកខ្លះទៀតអត់ទេគឺគាត់មានការងារប្រចាំថ្ងៃជាបើសិនជាបងប្អូនជាអ្នកដែលអូខេត្រូវជាប់ជាមួយនឹងការងារឬក៏អីអញ្ចឹងគឺបងប្អូនអាចធ្វើ mini detox បានអញ្ចឹងនៅពេលល្ងាចដែលបងប្អូនមកដល់ផ្ទះហ្នឹងគឺបងប្អូនលែងមើលនៅឧបករណ៍ electronic device តាក់ទង digital ហ្នឹងអញ្ចឹងទី2គឺបងប្អូនត្រូវកំណត់ព្រំដែនធ្វើម៉េចដើម្បីឲ្យបងប្អូនអាចទទួលបាននៅបទពិសោធន៍នៃពិភពលោកពិតប្រាកដជាជាងការទៅក្នុងពពួកពិភព digital ហ្នឹងអញ្ចឹងគឺថាបងប្អូនត្រូវកំណត់រយៈពេលណាមួយដែលខ្លួនឯងអត់ទៅប៉ះពាល់នៅពពួកឧទាហរណ៍ដូចទូរស័ព្ទចូលបណ្ដាញសង្គមអីចឹងឯងជាឧទាហរណ៍ថាដូចពេលបងប្អូនជួបជុំជាមួយមិត្តភ័ក្តិឬក៏គ្រួសារអញ្ចឹងគឺបងប្អូនជាអ្នកកំណត់ខ្លួនឯងថាពេលហ្នឹងគឺបងប្អូនអត់ចុចបើកនៅពពួកអស់ហ្នឹងទេឬក៏ពេលដែលបងប្អូនធ្វើ project កំពុងតែបដោតទៅលើការងារណាមួយឬក៏នៅពេលមុនពេលដែលបងប្អូនចូលគេងនៅកំឡុងពេលញ៉ាំអាហារអីនោះអញ្ចឹងគឺបងប្អូនត្រូវមានព្រំដែនផ្ទាល់ខ្លួនដែលកំណត់ថាអូខេរយៈពេលហ្នឹងគឺបងប្អូនអត់ប្រើនៅពពួក digital ហ្នឹងទេដើម្បីទទួលបាននៅបទពិសោធន៍ពិភពលោកពិតប្រាកដហ្នឹងតែម្ដងអញ្ចឹងទី3នោះគឺបងប្អូនត្រូវធ្វើម៉េច remove distractions មានន័យថាដូចជាពួក Facebook អីហ្នឹងគឺ
Instagram អីទាំងអស់នឹងគឺវាមានអីគេបងប្អូនគឺ notification អញ្ចឹងវារំខានធ្វើឲ្យយើងចង់ check ចង់អីចឹងទៅអញ្ចឹងអាពួកនេះករណីវាអត់សំខាន់ផងណាបងប្អូនគឺអាចបិទ notification វាចោលហើយបងប្អូនអាចកំណត់ពេលណាមួយនៅក្នុងពេលមួយថ្ងៃហ្នឹងដើម្បីទៅ catch up តាមក្រោយវិញបានកុំឲ្យនៅពេលដែលយើងបដោតទៅលើអីមួយវា load មកអញ្ចឹងគឺវាធ្វើឲ្យបងប្អូនចង់ទៅបើកមើលលេងអញ្ចឹងបងប្អូនត្រូវបិទនៅ notification នៅពពួកអស់ហ្នឹងដើម្បីទប់ការដែលបងប្អូនចង់ទៅមើលអាហ្នឹងវិធីមួយទៀតដែរគឺបងប្អូនទុកទូរស័ព្ទឲ្យឆ្ងាយកុំឲ្យបងប្អូនឃើញទុកឲ្យឆ្ងាយពីភ្នែកបងប្អូនចាំបើសិនជាបងប្អូនឃើញបងប្អូនចេះតែចង់យកមក check ឯងអញ្ចឹងវិធីដែលល្អបំផុតគឺយកវាទៅលាក់ទុកកលៀតណាមួយទៅចាំបងប្អូនហើយការងារចាំយកវាមកវិញអញ្ចឹងណាចាំបងប្អូនអាចរើសវិធី detox ណាមួយដែលត្រូវសម្រាប់បងប្អូនគឺទីមួយបងប្អូនអាចធ្វើជាគេហៅ digital fast ដែលមានន័យថាបងប្អូនគឺផ្ដាច់ពីពពួកអស់ហ្នឹងតែម្ដងមួយថ្ងៃអ្នកខ្លះធ្វើដល់មួយអាទិត្យអីចឹងទៅមួយទៀតគឺ specific detox មានន័យថាបើសិនជា website ណាមួយ app ណាមួយដូចជា game ឬក៏អីដែលវាយកពេលវេលារបស់បងប្អូនទៅនឹងគឺបងប្អូនត្រូវតែ delete វាចោលឬក៏ធ្វើមិន block វាចោលមករយៈមួយទៀតគឺយើងហៅថា social media detox ដែលបងប្អូនអាចនឹងឈប់ប្រើវាមួយរយៈឬក៏ដកវាចេញតែម្ដងអញ្ចឹងបន្ទាប់មកបងប្អូននឹងដឹងពី tip នៅក្នុងការធ្វើ digital detox នឹងមួយចំនួនតូចដែលអាចជួយឲ្យបងប្អូនអនុវត្តវាបានដោយប្រសិទ្ធភាពនោះអូខេអញ្ចឹងទីមួយគឺបងប្អូនអាចអនុញ្ញាតឲ្យមិត្តភ័ក្តិឬក៏គ្រួសារបងប្អូនដឹងថាបងប្អូនធ្វើ digital detox នឹងអញ្ចឹងយ៉ាងហោចណាស់គឺនៅពេលដែលយើងប្រាប់គេទៅគឺយើងដឹងថាអូខេយើងបានសម្រេចចិត្តធ្វើរឿងហ្នឹងហើយមួយទៀតដែរគឺបងប្អូនអាច delete នៅ app ដែលតាក់ទងឧទាហរណ៍ថាបងប្អូនចង់ផ្ដាច់នៅ social media មួយរយៈអញ្ចឹងគឺបងប្អូនអាច delete app ហ្នឹងអញ្ចឹងការ access ទៅ app ហ្នឹងគឺវាពិបាកដែលបងប្អូនអត់មានទំនោរទៅរកការជិះវាទេហើយបងប្អូនអាចធ្វើការងារផ្សេងៗដែលអនុវត្តដោយដៃផ្ទាល់អីផ្ទាល់ពិតវិញអញ្ចឹងណាហើយបងប្អូនអាចរកពេលវេលាណាមួយចេញទៅក្រៅដើរនៅក្នុងធម្មជាតិអីចឹងទៅឬក៏ញ៉ាំអីជាមួយមិត្តភក្តិបងប្អូននិយាយទៅគឺថាវិធីផ្សេងដែលអត់ប្រើនៅ device នឹងទេហើយចុងក្រោយគឺបងប្អូនអាចកត់ត្រានៅ progress របស់បងប្អូនថាអូខេបងប្អូនផ្ដាច់បានប៉ុណ្ណាហើយតាំងពីបងប្អូនចាប់ផ្ដើមមកដល់ឡើងអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងទាំងអស់នេះគឺជាអ្វីដែលតាក់ទងជាមួយ digital detox តើបងប្អូនហេតុអីបានគួរធ្វើវាអត្ថប្រយោជន៍យ៉ាងម៉េចក៏ដូចជាវិធីនៅក្នុងការធ្វើវាបានប្រសិទ្ធភាពចឹងបើសិនជាបងប្អូនយល់ឃើញថាវីដេអូហ្នឹងគឺមានប្រយោជន៍ហើយវាបានជួយបងប្អូននៅក្នុងការធ្វើ digital detox ហ្នឹងហើយបងប្អូនមានអារម្មណ៍ម៉េចក្រោយពីបានធ្វើ digital detox នេះហើយគឺថា complete មក comment ប្រាប់នៅខាងក្រោមផងហើយឥឡូវហ្នឹងបើសិនជាបងប្អូនចូលចិត្តវីដេអូនេះគឺ complete ទុក like share ក៏ដូចជា subscribe ដល់ Therapy Times ផងណាដើម្បីវាបានទៅដល់បងប្អូនអាចទៀតផងដែរអញ្ចឹងអរគុណច្រើនមែនតើយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត